បាទសួស្តីបងដែលមានបំណងចង់ចិញ្ចឹមមាន់ឬក៏បងថ្មីដែលមានបំណងចង់ចិញ្ចឹមមាន់ហើយថ្ងៃនេះខ្ញុំចង់និយាយអំពីវីដេអូពាក់ព័ន្ធទៅនឹងបងមួយចំនួនដែលគាត់ចាញ់បោកជាមួយទៅនឹងពេកលក់មាន់ខ្លាំងខ្លាយណាគួរតែយើងកំណត់សម្គាល់យ៉ាងម៉េចថាជាពេកខ្លាំងខ្លាយឬក៏មាន់ពិតប្រាកដតែយើងមានចំណុចណាខ្លះដើម្បីឲ្យបងថ្មីតាមដានអញ្ចឹងដោយសារតែបច្ចុប្បន្ននេះរយៈពេល2ទៅ3ខែនេះណាដោយសារតែបងមួយចំនួនត្រូវការកូនមាន់ច្រើនសម្បីតែដូចជាកសិដ្ឋានរបស់ខ្ញុំក៏ដែរសម្រាប់កសិដ្ឋានរបស់ខ្ញុំតម្រូវការកូនមាន់ស្ងួតរោមបច្ចុប្បន្ននេះគឺខ្ញុំទទួលគេដល់ដាច់ខែ12ហើយបងប្អូនទាំងអស់គ្នាណាអញ្ចឹងដោយសារតែបងមួយចំនួនគាត់ចង់ចិញ្ចឹមធ្វើម៉េចឲ្យត្រូវទៅនឹងខែបុណ្យទានណាព្រោះគាត់គិតថានៅខែបុណ្យទានគឺមាន់ងាយស្រួលលក់បានតម្លៃថ្លៃដូចជាខែបុណ្យចូលឆ្នាំចិនឆេងមេងឬក៏ខែចូលឆ្នាំហ្នឹងទៅហើយដល់អញ្ចឹងហើយបានជាតម្រូវការកូនមាន់រយៈពេល 2-3 ខែនេះគឺមានតម្រូវការខ្ពស់ណាស់អញ្ចឹងដល់ពេលកសិដ្ឋានដែលខ្ញុំស្គាល់ 4-5 ខែដែរណាដែលខ្ញុំបានទទួលព័ត៌មានពីពួកគាត់មកគឺគាត់ទទួលកូនមាន់គេច្រើនរយៈពេលដាច់គឺល្វក់ប្រហែលជាខែ11ខែ12ដូចគ្នាអញ្ចឹងអ្នកខ្លះអាចរហូតដល់ខែ1អញ្ចឹងដោយសារតែតម្រូវការកូនមាន់ខ្ពស់អញ្ចឹងបងថ្មីពេលខ្លះគាត់ព្យាយាមចង់ទិញកូនមាន់យកទៅចិញ្ចឹមដើម្បីតម្រូវខែបុណ្យទានណាប៉ុន្តែក៏មានជនមួយចំនួនគាត់ខូចណាលក់មាន់ខ្លាំងខ្លាយឲ្យបងថ្មីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បញ្ជាក់សម្រាប់បងថ្មីដែលចង់ទិញកូនមាន់ពេលខ្លះបងទាំងអស់គ្នាត្រូវស្វែងយល់ពីកន្លែងដែលគេផលិតមួយបានច្បាស់សិនព្រោះបើសិនជាយើងគ្រាន់តែឃើញតែគេផុសរូបបន្តិចបន្តួចព្រោះពេលខ្លះវីដេអូឬក៏រូបភាពគេអាចយកវីដេអូរបស់អ្នកផ្សេងយកមកធ្វើបានអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតាមដានពីសកម្មភាពទ្រុងដែលបងប្អូនមានបំណងចង់ទិញណាពីសកម្មភាពផ្សេងឬក៏ពីសកម្មភាពលក់កូនមាន់ពីសកម្មភាពមាន់សាច់សកម្មភាពកូនមាន់ដែលលក់ចេញឬក៏សកម្មភាពផ្សេងដែលយើងគាត់ថាការលក់ចេញការភ្ញាស់ការអីណាហើយបើសិនជាពេកខ្លះគាត់មានតែរូបភាពកូនមាន់ឬក៏ភាពសម្លឹកទេអញ្ចឹងបងប្អូនទាំងអស់គ្នាពេលខ្លះគ្រាន់តែឃើញតែមួយជ្រុងប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាអត់ទិញទី2មួយទៀតតម្លៃកូនមាន់តម្លៃកូនមាន់ស្ងួតរោមនេះខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះណាសម្រាប់តម្លៃកូនមាន់ស្ងួតរោមណាសម្រាប់កសិដ្ឋានខ្លះអាចនៅក្នុងចន្លោះពី3000ទៅ3500សម្រាប់កសិដ្ឋានពេលខ្លះអាចផ្សេងគ្នាអញ្ចឹងបងប្អូនត្រូវដឹងពីតម្លៃពេលខ្លះឃើញគេផុសក្នុងតម្លៃថោកធូហើយថែមទៀតអញ្ចឹងបងប្អូននឹងអាចចាញ់បោកពួកជនខលខូចមួយចំនួនហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នា